ជំរាបសួរហើយក៏សួស្តីទៅកាន់អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ធ្វើវីដេអូមួយនិយាយពីអ្វីដែលខ្ញុំត្រូវបានធ្វើហើយខ្ញុំឃើញថាខ្ញុំប្រសើរជាងមុននៅពេលដែលខ្ញុំមានការគិតបែបហ្នឹងខ្ញុំប្រើសំខាន់ទៅលើបញ្ហាពួកអីមានអារម្មណ៍ថាជីវិតនឹងដូចជួបបញ្ហាច្រើនមែនទែននៅពេលដែលខ្ញុំជួបបញ្ហាខ្ញុំតែងតែប្រាប់ខ្លួនឯងថាវាតែងតែមានដំណោះស្រាយខ្ញុំជឿជាក់លើដំណោះស្រាយនៅពេលដែលខ្ញុំមានបញ្ហាខ្ញុំតែងតែប្រាប់ខ្លួនឯងថាអ្នកណាគេក៏មានបញ្ហាដូចគ្នាដែរនៅពេលដែលខ្ញុំមានបញ្ហាខ្ញុំតែងតែប្រាប់ថាវានឹងធ្វើឲ្យខ្ញុំរឹងមាំជាងមុននៅពេលដែលខ្ញុំមានបញ្ហាខ្ញុំតែងតែប្រាប់ខ្លួនឯងថាវានឹងជាគ្រូដ៏ល្អបំផុតសម្រាប់ខ្ញុំនៅពេលដែលខ្ញុំមានបញ្ហាខ្ញុំតែងតែប្រាប់ខ្លួនឯងថាវានឹងបរៀនឲ្យយើងយល់ដឹងអំពីចំណុចហ្នឹងពេលថ្ងៃក្រោយទៅយើងនឹងអត់ជួបរឿងហ្នឹងទេនៅពេលដែលខ្ញុំមានបញ្ហាខ្ញុំតែងតែប្រាប់ខ្លួនឯងថាកុំបោះបង់ខ្លួនឯងចោលត្រូវតាមើលថែខ្លួនឯងឲ្យបានល្អដើម្បីដោះស្រាយបញ្ហាហ្នឹងនៅពេលដែលខ្ញុំមានបញ្ហាខ្ញុំតែងតែប្រាប់ខ្លួនឯងថាដកដង្ហើមមួយនៅពេលដែលខ្ញុំមានបញ្ហាខ្ញុំតែងតែប្រាប់ខ្លួនឯងថាជីវិតគឺវាអញ្ចឹងអត់មានអ្នកគេអាចផុតពីបញ្ហាទេបញ្ហាអីក៏អាចកើតមានឡើងដែរគ្រប់ពេលគ្រប់វេលាវាអត់មានអីដែលស្ថិតស្ថេរវាមិនប្រកាសថាសប្តាហ៍ថ្ងៃហ្នឹងយើងមានផ្លូវចិត្តល្អយើងរឹងមាំហើយស្អែកយើងនឹងនៅតែល្អអញ្ចឹងទេចុងគ្រប់យ៉ាងវាតែងតែប្រែប្រួលជានិច្ចចឹងខ្ញុំស្គាល់អ្នកទាំងអស់គ្នានឹងគិតដូចខ្ញុំដូចគ្នាដែរព្រោះការគិតបែបហ្នឹងគឺវាធ្វើឲ្យខ្ញុំប្រសើរជាងមុនមែននេះជាអីដែលខ្ញុំធ្វើឲ្យខ្ញុំឃើញថាវាបានផលចឹងខ្ញុំមានតែប៉ុណ្្នឹងទេជំរាបលា